បាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនិយាយពីរឿងយើងត្រូវការលុយភ្លាមដើម្បីទៅទិញអាវុធនឹងការពារជាតិនៅឥឡូវនេះគឺមានភាគីថៃនេះគឺច្រើនតែធ្វើទុកបុកម្នេញយើងគ្រប់ច្រកមានឈ្លានពានប្រទេសកម្ពុជានឹងគ្រប់ទម្រង់ហើយយើងចង់បានលុយនឹងទៅទិញអាវុធភ្លាមហើយយើងសួរថាធ្វើម៉េចបើសិនជាយើងអត់លុយតើយើងត្រូវធ្វើម៉េចបើយើងមានលុយអត់អីទេនេះគឺជាបរិបទមួយដែលខ្ញុំចង់ចែកម្លែកប្រាប់បងប្អូនឬយោងតាមការស្រាវជ្រាវហើយនៅពេលដែលយើងគិតយើងត្រូវតែធ្វើបាទទោះបីជាយើងពុំមានលុយគ្រប់គ្រាន់ប៉ុន្តែយើងនឹងអាចនឹងធ្វើតែត្រង់ចំណែកណាមួយអញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងនិយាយពីបរិបទមួយគឺរឿងនៅពេលដែលយើងនិយាយពីរឿងការទិញសព្វវិបុត្រយើងត្រូវតែនិយាយពីរឿងលុយយើងបានមកពីការអភិវឌ្ឍសេដ្ឋកិច្ចអញ្ចឹងយើងប្រកាសជាយើងនិយាយពីរឿងពាណិជ្ជកម្មដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទី2គឺយើងនិយាយពីរឿងពាណិជ្ជកម្មយោធាដើម្បីការពារជាតិបាទការពារជាតិរបស់ប្រទេសកម្ពុជានេះគឺជាបរិបទមួយដែលយើងត្រូវនិយាយព្រោះប្រទេសនៅលើពិភពលោកទាំងអស់នៅពេលដែលយើងនិយាយពីពាណិជ្ជកម្មគឺជាការលើកស្ទួយឬក៏ការដោះដូររវាងគ្នានឹងគ្នាទៅវិញទៅមកហើយរឿងពាណិជ្ជកម្មយោធានឹងសម្រាប់ការពារជាតិនឹងក៏យើងត្រូវនិយាយអំពីរឿងការដោះដូរគ្នាដែរអញ្ចឹងយើងសួរថាប្រទេសដែលផលិតអាវុធគាត់ប្រឹងផលិតអាវុធដើម្បីការពារជាតិខ្លួនឯងឬក៏យ៉ាងម៉េចឬក៏គាត់ផលិតអាវុធនឹងដើម្បីឲ្យសាធារណជនឬក៏ប្រទេសនានាប្រើប្រាស់ free ឬក៏មិននេះគឺជាបរិបទមួយដែលយើងនិយាយពីរឿងពាណិជ្ជកម្មយោធានៅក្នុងការពង្រឹងវិស័យការពារជាតិរបស់ប្រទេសកម្ពុជាយើងមើលនៅក្នុងប្រទេសទាំងអស់នៅលើពិភពលោកណាបើសិនជាយើងនិយាយពីក្របខ័ណ្ឌសេដ្ឋកិច្ចយើងតែងតែនិយាយរឿងសេដ្ឋកិច្ចពាណិជ្ជកម្មហ្នឹងយើងតែងតែស្វែងរកអតិថិជនឬក៏យើងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសនានានៅលើសកលលោកប៉ុន្តែរឿងផ្នែកយោធាវិញសម្រាប់ករណីប្រទេសកម្ពុជាទំនងជាអត់បានធ្វើទំនាក់ទំនងច្រើនដោយរឿងពាណិជ្ជកម្មទេអញ្ចឹងបើសិនជាយើងធ្វើទំនាក់ទំនងច្រើនរវាងប្រទេសដែលគាត់ផលិតអាវុធហ្នឹងធ្វើបានច្រើនយើងអាចនឹងមានទំនាក់ទំនងល្អជាមួយប្រទេសដែលលក់អាវុធទាំងអស់ហ្នឹងដើម្បីគេហៅថាការផ្សារភ្ជាប់ទំនាក់ទំនងដើម្បីលើកស្ទួយក្នុងការអភិវឌ្ឍវិស័យការពារជាតិរបស់ប្រទេសកម្ពុជាឥឡូវខ្ញុំសូមបញ្យល់បងប្អូនមកចំណុចដើម្បីឲ្យបងប្អូនងាយយល់ដោយយោងទៅតាមការស្រាវជ្រាវជាក់ស្ដែងឥឡូវយើងនិយាយពីរឿងគេហៅថាសេដ្ឋកិច្ចមុនបាទរឿងសេដ្ឋកិច្ចមុនយើងសួរថាសេដ្ឋកិច្ចយើងនេះយ៉ាងម៉េចយើងត្រូវការលុយទៅទិញអាវុធអញ្ចឹងនៅពេលដែលយើងត្រូវការលុយទៅទិញអាវុធលុះត្រាតែសេដ្ឋកិច្ចយើងខ្លាំងអញ្ចឹងសេដ្ឋកិច្ចយើងនៅពេលចំពោះមុខហ្នឹងមានន័យថាសេដ្ឋកិច្ចការងារពាណិជ្ជកម្មយើងពឹងតែលើឧស្សាហកម្មកាត់ដេរទេហើយបើសិនជាខ្ញុំលើកប្រទេស5ដែលយើងពឹងដូចជាសហរដ្ឋអាមេរិកសហភាពអឺរ៉ុបចិនជប៉ុនហើយនិងវៀតណាមគឺជាប្រទេសមួយដែលយើងនាំចេញទៅបាទយើងនាំចេញទៅហ្នឹងគឺបើយើងនិយាយពីចំណែកនៃការនាំចេញសរុបហ្នឹងគឺប្រទេសទាំង5ហ្នឹងគឺមានចំណែករហូតដល់ 84% នៃការនាំចេញសរុបអញ្ចឹងមានន័យថាសេដ្ឋកិច្ចខ្មែរយើងដែលពឹងលើឧស្សាហកម្មទុនស្រាលជាពិសេសផ្ដោតលើវិស័យកាត់ដេរសម្លៀកបំពាក់ហ្នឹងយើងមានន័យថាយើងពឹងតែលើប្រទេស5នោះទេហើយប្រទេសទី3ដែលយើងអះអាងថាយើងធ្លាប់អះអាងថាយើងមានកំណើននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងតំបន់នានានៅលើពិភពលោកហ្នឹងហាក់ដូចជាយើងអត់បានផ្សារភ្ជាប់ជាមួយគេទេយើងត្រូវតែបង្កើនទំនាក់ទំនងជាមួយប្រទេសនានាទៀតដើម្បីផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យដែលយើងមានភាពខ្លាំងជាពិសេសនេះផ្ដោតលើឧស្សាហកម្មធុនធ្ងន់ដើម្បីពង្រឹងនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអញ្ចឹងអ្វីដែលយើងត្រូវធ្វើនៅការផ្សារភ្ជាប់ទំនាក់ទំនងនេះយើងត្រូវដើរទៅទំនាក់ទំនងការទំនាក់ទំនងនេះវាឆ្លុះបញ្ចាំងពីភាពខ្លាំងរបស់ប្រទេសកម្ពុជាយើងភាពខ្លាំងរបស់ប្រទេសកម្ពុជាដែលយើងធ្លាប់លើកឡើងនៅក្នុងបណ្ដាសារព័ត៌មានឬក៏ក្នុងការស្រាវជ្រាវជាច្រើននេះគឺយើងបើសិនជាយើងនិយាយពី labor cost គឺយើងមានតម្លៃមួយទាបជាងគេនៅក្នុងតំបន់អាស៊ីនៅក្នុងអាស៊ីអញ្ចឹងនៅអាស៊ីជិត50ប្រទេសនេះយើងមានតម្លៃមួយទាបជាងគេហើយយើងក៏មានកម្លាំងពលកម្មមួយដែល dynamic ដែរមានន័យថាបដិកលាគ្នាជាមនុស្សដែលពូកែហើយយើងមើលនៅក្នុងបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាក៏មានភាពអំណោយផលដែរនាពេលជំនុំនេះគឺជាអ្វីដែលយើងត្រូវបង្កើនទំនាក់ទំនងហើយស្របពេលដែលយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រទេសអភិវឌ្ឍនានានៅលើពិភពលោកគេផ្ដល់អនុគ្រោះពន្ធគយដល់ទំនិញរបស់ប្រទេសកម្ពុជានេះគឺជាភាពអំណោយផលមួយដែរហើយក្រៅពីហ្នឹងក៏យើងជាសមាជិកអាស៊ានយើងជាសមាជិក WTO ដែលជាកត្តាតបជាប់នៅក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចឬក៏សមាហរណកម្មនៃពាណិជ្ជកម្មនេះទាំងអស់ហ្នឹងដែលយើងត្រូវតែបង្កើនទំនាក់ទំនងដើម្បីលើកស្ទួយនៅក្នុងបរិយាកាសនៅក្នុងការវិនិយោគក្នុងប្រទេសកម្ពុជាដើម្បីពង្រីកនៅក្នុងមូលដ្ឋានផលិតកម្មហើយផ្សារភ្ជាប់ទៅនឹងកំណើននៅក្នុងការនាំចេញលើវិស័យផ្សេងក្រៅពីឧស្សាហកម្មទុនស្រាលជាឧស្សាហកម្មទុនស្រាលរបស់យើងហ្នឹងគឺលើវិស័យកាត់ដេរសម្លៀកបំពាក់នេះគឺជាអ្វីដែលយើងត្រូវពង្រឹងអញ្ចឹងនៅពេលដែលយើងធ្វើទាំងអស់នឹងបានយើងត្រូវតែមានយន្តការនៅក្នុងការគ្រប់គ្រងសេដ្ឋកិច្ចល្អណាហើយការគ្រប់គ្រងសេដ្ឋកិច្ចល្អនោះបើសិនជាយើងមើលពិន្ទុហើយនេះគឺអ្វីដែលខ្ញុំលើកឡើងនោះគឺយោងទៅតាមធនា
គីពិភពលោកនៅក្នុងឆ្នាំ2025ហើយតួលេខហ្នឹងគឺឆ្នាំមុននេះ2024ណាវាខុសគ្នាមួយឆ្នាំអញ្ចឹងបើសិនជាយើងមើលក្នុងរបាយការណ៍របស់ធនាគារពិភពលោកការគ្រប់គ្រងសេដ្ឋកិច្ចរបស់យើងហ្នឹងគឺមានពិន្ទុលេខ4ពិន្ទុលេខ4ហ្នឹងមានន័យថាលេខ1អន់លេខ6ហ្នឹងល្អអញ្ចឹងយើងមានកម្រិតថាយើងលើមធ្យមបន្តិចអញ្ចឹងការគ្រប់គ្រងសេដ្ឋកិច្ចហ្នឹងគឺសំដៅទៅលើរឿងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចអញ្ចឹងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឬក៏គោលនយោបាយរូបិយវត្ថុអីជាដើមហ្នឹងអញ្ចឹងគោលនយោបាយរូបិយវត្ថុរបស់យើងពេលខ្លះយើងគ្រប់គ្រងអនុវត្តអត់បានពេញលេញដោយសារតែយើងជាប្រទេសចាយដុល្លារអញ្ចឹងបើយើងនិយាយពីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងមានស្ថិរភាពនៃការប្រែប្រួលនៃអត្រាប្រូប្រាក់ហ្នឹងគឺយើងអាចគ្រប់គ្រងបានហ្នឹងគឺបង្ហាញពីចំណុចល្អប៉ុន្តែយើងមានកំណើននៃបំណុលបរទេសហ្នឹងច្រើនវាជារឿងមួយដែលគេវិតម្លៃនៅក្នុងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលគេសន្មតថាមានពិន្ទុលេខ4ក្នុងចំណោម6ល្អបំផុតណាប៉ុន្តែអ្វីដែលយើងត្រូវសង្កេតមួយទៀតហ្នឹងគឺគេហៅថាការគ្រប់គ្រងនៅក្នុងវិស័យសាធារណៈនិងកត្តាស្ថាប័នណាយើងមានពិន្ទុតែលេខ2/9ដែលមានន័យថាយើងក្រោមប្រជុំ6ល្អបំផុតយើងក្រោមប្រជុំទៀតអញ្ចឹងការគ្រប់គ្រងរដ្ឋបាលសាធារណៈហ្នឹងគឺយើងនិយាយចំទៅគឺយើងចង់ឲ្យដំណើរការនៅក្នុងការគ្រប់គ្រងរដ្ឋហ្នឹងដើរទៅរលូនណាយើងលើកឧទាហរណ៍ថាយើងត្រូវមានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈយើងត្រូវមានរដ្ឋបាលប្រព័ន្ធគ្រប់គ្រងពន្ធបានល្អយើងត្រូវមានគេហៅថាក្របខ័ណ្ឌនៃច្បាប់ហ្នឹងអនុវត្តហ្នឹងបានល្អមានប្រសិទ្ធភាពទាំងអស់ហ្នឹងវាបម្រើផលប្រយោជន៍សាធារណៈហើយលើកកម្ពស់ការវិនិយោគនៅក្នុងប្រទេសកម្ពុជានេះគឺជាអ្វីដែលធនាគារពិភពលោកហ្នឹងគេវាតម្លៃអញ្ចឹងមានន័យថាយើងស្ថិតនៅកម្រិតមួយគេហៅថាមធ្យមនៅឡើយទេយើងទាមទារឲ្យមានការចូលរួមទាំងអស់គ្នាហើយការចូលរួមទាំងអស់គ្នាវាមានគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីលើកកម្ពស់បរិយាកាសការគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងឲ្យបានល្អនេះគឺជាអ្វីដែលធនាគារពិភពលោកនឹងគេរកឃើញហើយអ្វីដែលយើងកំពុងគិតឬក៏កំពុងបងប្អូនដែលកំពុងទស្សនានេះយើងត្រូវតែចាប់ផ្ដើមធ្វើមិនមែនគ្រាន់តែគិតហើយយើងចោលណាគឺជាអ្វីដែលយើងត្រូវដើរទៅមុខដើម្បីលើកស្ទួយនៅក្នុងបរិយាកាសក្នុងការអភិវឌ្ឍពាណិជ្ជកម្មលើកស្ទួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងទើបយើងមានលុយដើម្បីទៅទិញសព្វាវុធគ្រប់គ្រងទៅក្នុងវិស័យការពារជាតិរបស់ប្រទេសកម្ពុជាឥឡូវយើងនិយាយពីរឿងពាណិជ្ជកម្មគេហៅថាយោធាដើម្បីការពារជាតិប្រទេសកម្ពុជាយើងមើលនៅក្នុងប្រទេសកម្ពុជាឥឡូវនេះយើងអត់មានលុយកាលណាយើងអត់មានលុយមានន័យថាថវិកាជាតិទោះបីជាកើនមែនប៉ុន្តែកើននៅក្នុងចំណាយចរន្តចំណាយលើបើកប្រាក់ខែឲ្យខាងក្រសួងការពារជាតិអីជាដើមហ្នឹងដែលយើងពង្រឹងប៉ុន្តែលុយចាំបាច់ដែលយើងទៅទិញសព្វាវុធនេះយើងខ្វះនេះគឺជារឿងមួយដែលយើងត្រូវគិតយើងបើសិនជាយើងមើលក្នុងរបាយការណ៍ដែលចន្លោះឆ្នាំ2010ដល់ឆ្នាំ2020ហ្នឹងគឺយើងទិញអាវុធហ្នឹងតិចបើធៀបទៅនឹងថៃឡាវអីនឹងជាដើមហ្នឹងដែលយើងទិញអាវុធតិចជាងគេហើយបើសិនជាយើងមើលនៅក្នុងប្រទេសដែលយើងត្រូវបង្កើនទំនាក់ទំនងណាមានន័យថាទំនាក់ទំនងតាក់ទងទៅនឹងរឿងគេហៅថាពាណិជ្ជកម្មយោធាជាមួយប្រទេសនានានៅលើពិភពលោកហ្នឹងគឺមានប្រទេស25ប្រទេសដែលយើងត្រូវបង្កើនទំនាក់ទំនងហើយក្នុងនោះមានទាំងសហរដ្ឋអាមេរិកមានទាំងចិនមានទាំងប្រទេសនានានៅលើសកលលោកដែលយើងត្រូវតែបង្កើនទំនាក់ទំនងប៉ុន្តែយើងមិនផ្ដោតទៅលើទំនាក់ទំនងតែជាមួយចិនមួយទេប្រទេសទាំងអស់យើងត្រូវតែបង្កើនទំនាក់ទំនងយើងលើកឧទាហរណ៍ចន្លោះឆ្នាំ2022ដល់ឆ្នាំ2024នៅប្រទេសសមាជិកអាស៊ានមួយចំនួនណាដូចជាប្រទេសសមាជិកអាស៊ានចំនួន6ក្នុងនោះមានឥណ្ឌូនេស៊ីមានម៉ាឡេមានហ្វីលីពីនមានសិង្ហបុរីមានថៃមានវៀតណាមអញ្ចឹងប្រទេសទាំង6ហ្នឹងគេបង្កើនគេហៅថាកិច្ចសហប្រតិបត្តិការនៅក្នុងការពង្រឹងនៅក្នុងវិស័យការពារជាតិរបស់គេបង្កើនការស្រាវជ្រាវនិងអភិវឌ្ឍនៅក្នុងវិស័យការពារជាតិគេនឹងលុយនេះគឺកើនកាលពីឆ្នាំ2022មានតែតម្លៃ 2.7 លានដុល្លារទេប៉ុន្តែឆ្នាំ2024នឹងកើនដល់កម្រិត 10.5 លានដុល្លារមានន័យថាកើនជិត5ដងនៅក្នុងប្រទេសទាំង6នឹងអញ្ចឹងយើងត្រូវតែមានទំនាក់ទំនងល្អដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសនានានៅលើសកលលោកហើយយើងឆ្ងល់ថានៅក្នុងពាណិជ្ជកម្មគ្រប់គ្រងសម្ភារៈនៅក្នុងវិស័យការពារជាតិនៅក្នុងប្រទេសកម្ពុជានឹងយើងត្រូវតែបង្កើនទំនាក់ទំនងបែបណាយើងនៅក្នុងក្របខ័ណ្ឌនៃក្នុងការធ្វើពាណិជ្ជកម្មយើងតែទៅជួបគេតាក់ទងទៅនឹងការដកដូរពាណិជ្ជកម្មតាក់ទងទៅនឹងការលក់និងការទិញអញ្ចឹងនេះជាចំណុចមួយដែលយើងត្រូវធ្វើអញ្ចឹងបើសិនជាយើងមើលនៅក្នុងអ្វីដែលយើងធ្លាប់ធ្វើកន្លងមកហ្នឹងហាក់ដូចជាយើងបានគិតតិចតួចនៅក្នុងការបង្កើនទំនាក់ទំនងជាមួយប្រទេសដែលគាត់មានការផលិតអាវុធច្រើនយើងបានគិតតិចតួចហើយនេះគឺជារឿងដែលយើងត្រូវតែពង្រឹងពីអំណេះតទៅអញ្ចឹងនេះគឺជាកត្តាទាំងពីរដែលយើងត្រូវតែចាប់ផ្ដើមធ្វើមិនមែនចាប់ផ្ដើមគិតទេយើងគិតរួចហើយយើងត្រូវតែចាប់ផ្ដើមធ្វើដើម្បីលើកស្ទួយនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខ្មែរយើងមានលុយហើយយើងមានលុយយើងអាចទិញអាវុធបានអញ្ចឹងបើសិនជាយើងអត់លុយយើងត្រូវតែបង្កើនទំនាក់ទំនងដោយផ្ទាល់និងដោយប្រយោលដើម្បីស្វែងរកឱកាសនៅក្នុងការគ្រប់គ្រងក្នុងវិស័យការពារជាតិរបស់ប្រទេសកម្ពុជាក្នុងចំណោមប្រទេសដែលមានសមត្ថភាពនិងផលិតអាវុធច្រើនទាំង25នៅលើពិភពលោកបាទ